តើនៅក្នុងកាបូបខ្ញុំមានអីគេខ្លះមើលពីក្រៅទៅឃើញទូជេប៉ុន្តែដាក់អីវ៉ាន់បានច្រើនណាស់អ្នកនរគ្នាទី1គឺមានកាបូបពេជ្រដើម្បីដាក់សម្ភារៈសិក្សាតិចតួចតាមខ្លួនហើយឆាត់មួយសម្រាប់មេកម្ដងភ្លៀងម្ដងថ្ងៃអត់ភ្លេចទេគឺ notebook Kokoro សភៅនឹងស្រួលយកតាមខ្លួនទៅធ្វើការដោយសារខ្ញុំត្រូវការប្រើរាល់ថ្ងៃខ្ញុំក៏អាសាយកសភៅរឿងតាមខ្លួនដែរអ្នកនរគ្នាដើម្បីយកមកអាននៅពេលតនេអ្វីសំខាន់ជាងគេគឺកុំព្យូទ័រវាគឺជារបស់សំខាន់ជាងគេនៅក្នុងកាបូបនេះកប៉ៅតូចៗនៅក្នុងកាបូបនឹងភាគច្រើនខ្ញុំដាក់ក្រែមឬក៏ highlighter ហើយកប៉ៅនៅខាងមុខកាបូបនឹងភាគច្រើនខ្ញុំដាក់ទូរស័ព្ទកប៉ៅនឹងវាធ្វើឲ្យងាយស្រួលក្នុងការយកទូរស័ព្ទមកប្រើហើយអ្វីដែលពិសេសជាងគេអំពីកាបូបនេះគឺយើងអាចដូរម៉ូដវាមកស្ពាយខាងក្រោយវិញកាបូបនេះគឺខ្ញុំទិញពីហាង Kokoro តាមពិតនៅ Kokoro គឺមានលក់កាបូបច្រើនប្រភេទគឺមានច្រើនម៉ូដច្រើនទំហំមានសម្រាប់ការប្រើប្រាស់ខុសៗគ្នាហើយតាមតម្រូវចិត្តមនុស្សផ្សេងៗគ្នាចឹងបើសិនអ្នកនរគ្នាចង់រកទិញកាបូបណាមួយអាចមករកនៅ Kokoro បានហើយខ្ញុំក៏ឆ្ងល់ដែរថានៅក្នុងកាបូបអ្នកនរគ្នារាល់ថ្ងៃមានអីគេខ្លះ